vậy đóខ្ញុំមានមោទនភាពខ្លួនឯងពេលដែលគ្រប់គ្រងបានពេលដែលធ្វើអ្វីមួយបានសម្រេចដោយដែលក្តីប្រាថ្នាពងពីមុនមកឥឡូវគឺមានអារម្មណ៍ថាសប្បាយចិត្តខ្លាំងមានអារម្មណ៍ថាធំធេងខ្លាំងសម្រាប់គ្រួសារធូរធារគ្រួសារលែងពិបាកដូចមុនអញ្ចឹងមានអារម្មណ៍ថាសប្បាយចិត្តខ្លាំងបងអត់មានអីព្រាតទេកាលពីមុនខ្ញុំធ្វើកម្មការនានារោងចក្របងដល់ពេលអញ្ចឹងទៅក៏នឹកឃើញថាចង់សម្រាកមកព្រោះអត់មានអីទៅនិយាយទៅវាអត់មានអីសល់ហ្មងដល់អញ្ចឹងខ្ញុំក៏ឈប់មកទៅមកដល់អត់មានអីទេមានតិចតួចដែរដើមទុនហ្នឹងដូចថាដាក់ទិញធុងទាំងពៅហ្នឹងដាក់មុខផ្ទះហ្នឹងទៅចាដល់ពេលអញ្ចឹងទៅក៏មានលោកគ្រូម្នាក់គាត់ជិះមកហ្នឹងក៏គាត់ឃើញគាត់ចូលហូបអញ្ចឹងណាដល់ពេលអញ្ចឹងទៅក៏គាត់បានណែនាំខាងខ្ញុំហ្នឹងឲ្យខ្ញុំហ្នឹងយកដូចថាខាងគាត់ហ្នឹងតិចតួចទៅដើម្បីមកពង្រីកអាជីវកម្មលក់ដូរអីវ៉ាន់ចាប់ហួយយើងអញ្ចឹងណាបងចាដល់ពេលអញ្ចឹងទៅក៏ដូចថាស្រឡាញ់ខាងនឹងដែរចាដល់ពេលអញ្ចឹងទៅក៏បងអូនសម្រេចចិត្តថាយកទៅតែបងអូនយកគេត្រឹមតែ6000ទេអត់ហ៊ានយកច្រើនទេចាព្រោះពេលនោះវារៀងគ្រាន់ស្រួលថាយើងរកចំណូលមកបានសងគេអញ្ចឹងណាចាដល់ពេលអញ្ចឹងទៅក៏អត់ហ៊ានលូបច្រើនទេធំ6000ហ្នឹងគាត់ថាច្រើនហើយសម្រាប់ខ្លួនខ្ញុំមកចាដល់ពេលអញ្ចឹងទៅប្តីក៏គេអនុម័តដែរគេថាយើងសន្សំប៉ុណ្ណឹងសិនទៅកុំទាន់អានហក់លោតទៅដល់ណាណាយើងក៏ប៉ុណ្ណឹងមកយើងយកមកបំរិចមុខរបរយើងសិនយើងយកមកដាក់ធ្វើអ្វីមួយឲ្យបានគោលដៅអ្វីមួយសិនណាបើសិនជាអស់អាហ្នឹងយើងបានសល់តិចតួចយើងអាចកម្ចីគេតិចតួចយកមកថែមទៀតក៏បានដែរព្រោះយើងយកមកត្រូវមុខយើងយកមកចំដូចថាយកលុយគេមកអត់ប្រវែទៅខាងនេះអត់ប្រវែទៅខាងនោះយើងដឹងតែយកមកបំរុងថាយើងដឹងថាលក់ដូរតែមួយមុខគត់អញ្ចឹងវាអត់មានអាចបាត់ទៅណាបានទេពេលដែលបងអូនបានកម្ចីខាងមីក្រូហិរញ្ញវត្ថុនឹងមកគឺប្រសើរច្រើនល្អច្រើនឲ្យកូនរៀនសាលាល្អបានមុខរបរល្អមុខរបរដែលដូចជាចិញ្ចឹមជ្រូកដូចជាលក់អីវ៉ាន់ចាប់ហួយដូចជាលក់អ្វីផ្សេងទៀតច្រើនពេលមុនគាត់ថាអត់មានអីទេតែឥឡូវនេះគឺបានច្រើនជីវិតបងអូនដូចនិយាយទៅដូចដដែលមកជាងមុនពេលមុនគាត់ថាពិបាកខ្លាំងហ្មងពិបាកខ្លាំងមែនតើពេលដែលបានកម្ចីខាងពីហិរញ្ញវត្ថុនឹងមកគឺនិយាយទៅប្រសើរហ្មងពីជំនាន់ដែលខ្ញុំខ្ចីហ្នឹងគឺសន្សំទាំងពីរនាក់ប្តីប្រពន្ធទី1បងអូនសន្សំទុកសងគេមួយផ្នែកបងអូនសន្សំទុកទិញអីវ៉ាន់មួយផ្នែកអញ្ចឹងបានទៅរួចបើសិនជាអត់ទេចេះតែទៅពីខ្ញុំគិតថាយកលុយគេមកហ្នឹងគឺចប់ហើយអត់ត្រូវដូចថាត្រូវចំណុចដែលយកយើងខ្ចីរបស់គេមកហ្នឹងណាអញ្ចឹងយើងត្រូវតែធ្វើម៉េចមកចំណុចឲ្យសល់ទុកឲ្យគេវិញមកចំណុចឲ្យសល់ទុកសម្រាប់បញ្ចូលអីវ៉ាន់យើងថែមអញ្ចឹងណាបងនិយាយរួមទៅបើសិនជាចង់ឲ្យយើងឈ្មោះយើងល្អទៅមុខយើងកម្ចីលុយគេមកហ្នឹងយើងត្រូវតែធ្វើម៉េចឲ្យទៀងទាត់របស់គេវិញសាច់ប្រាក់ចាឲ្យទៀងទាត់ឲ្យត្រូវថ្ងៃរបស់គេដែលគេកំណត់យើងបាននិយាយទៅយើងបានទទួលកិច្ចសន្យាពីគេអញ្ចឹងយើងត្រូវតែទៀងទាត់ឲ្យគេ